rồi đó nhưng thọpតែចេញវីដេអូពីមុំហូរពេលតែថ្ងៃនេះចង់មកធ្វើជាផ្អែមម្ដងខ្លាចបងថាខ្ញុំអត់ចេះធ្វើផ្អែមអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំក៏មកធ្វើផ្អែមចេកខ្ទិះជាធានាថាបងធ្វើហើយគឺដឹងតែជួយចិត្តតែម្ដងផ្អែមឈ្ងុយវិញទៀតគឺថាអត់តលាន់ទេឆ្ងាញ់ខ្លាំងមែនតើហើយបង្អែមនេះដែរខ្ញុំធ្វើឡើងមួយឆ្នាំងធំតែម្ដងនៅពេលដែលធ្វើឆ្អិនភ្លាមគឺខ្ញុំបានរស់ចែកបងដែលគាត់នៅផ្ទះក្បែរខ្ញុំហើយនឹងយាយដែលគាត់នៅផ្ទះចិននឹងផងដែរពេលដែលដួលគាត់អញ្ចឹងពេលដែលគាត់បានញ៉ាំហើយខ្ញុំក៏បានសួរថាមិនដែរផ្អែមហ្នឹងហើយគាត់លាន់មាត់ថាឆ្ងាញ់គ្រប់គ្នាតែម្ដងហើយគាត់និយាយទៀតថាបើនៅសុកហើយគាត់ទៅទិញគេផ្អែមចេកខ្ទិះហ្នឹងគឺគាត់ដែរទិញតែដល់ពេលខ្ញុំធ្វើហើយយកគាត់សាកញ៉ាំអញ្ចឹងបងគាត់ថាឆ្ងាញ់ហើយឡងឈ្ងុយហ្មងអញ្ចឹងនឹងតែមានន័យពិសេសឯងកុំភ្លេចទស្សនាទាំងអស់គ្នាណាបងជាដំបូងគឺខ្ញុំបានធ្វើចេកខ្ទិះហ្នឹងចំនួន3ស្និតនៅពេលដែលខ្ញុំបានបកចេករួចហ្នឹងគឺខ្ញុំបានត្រាំទឹកអំបិលណាបងចំពោះទឹកអំបិលហ្នឹងគឺខ្ញុំអត់ត្រាំយូរប៉ុន្មានទេដាក់វាមួយសន្ទុះបន្ទាប់មកខ្ញុំចាប់ផ្ដើមលាងទឹកចេញហើយចំពោះចេកខ្ទិះនេះគឺខ្ញុំត្រឹមតែធ្វើលើកទី1ទេប៉ុន្តែឆ្ងាញ់ខ្លាំងគ្រឿងផ្សំបន្ថែមគឺមានធ្មេញរណាខ្ទិះដូងជាមួយនឹងភ្នែកកែបចំពោះភ្នែកកែបនេះដែរបើសិនជាបងគាត់ចូលចិត្តច្រើនដូចខ្ញុំបងដាក់ច្រើនទៅឆ្ងាញ់ចេកខ្ទិះឥឡូវគឺខ្ញុំមានខ្ទិះដូងនេះមានខ្ទិះដើមហើយនិងខ្ទិះចុងមកដល់កន្លែងនេះគឺរៀងវិលមុខតិចឯបងពីដំបូងខ្ញុំគិតថាធ្វើចេក3ស្និតចឹងប្រហែលជាញ៉ាំអស់ហើយប៉ុន្តែចេះស្ដែងឡើងអស់លេងតែម្ដងដោយសារតែយើងដូចចែកគ្នាម្នាក់មកគោមធំម្នាក់មកគោមធំមកបងអញ្ចឹងលើខ្ញុំក៏បានដាក់ណាំខ្ទិះចុងនេះឲ្យវាឡើងពុលតិចបន្ទាប់មកគឺខ្ញុំបានដាក់ចេកចូលលើគឺថានៅធ្វើក្នុងឆ្នាំងតូចទេជំរឿដល់ពេលហើយដាក់គ្រឿងផ្សំអស់ហើយបងគឺគាត់កើតគឺត្រូវការផ្ទៃឆ្នាំងទេក្នុងវីដេអូអញ្ចឹងគឺថាដួសវៃដួសអីអញ្ចឹងរៀងយូរពេកបងឲ្យលើកចាក់យកតែម្ដងតាមពិតនេះដោយសារតែខ្ញុំត្រូវថតខ្លួនឯងផងខ្ញុំធ្វើផងអញ្ចឹងគឺពិបាកខ្លាំងមែនតើបងដៃមកខាងកាន់វែកដៃមកខាងគឺកាន់កាមេរ៉ាបន្ទាប់ពីខ្ញុំបានដាក់ចេកចូលរួចហើយទឹកនឹងឡើងពុះតិចខ្ញុំក៏បានដាក់ភ្នែកកែបចូលភ្នែកកែបនឹងរៀងច្រើនណាស់បងប៉ុន្តែគឺត្រូវគ្នាខ្លាំងមែនតើជាមួយនឹងចេកខ្ទិះនឹងភ្នែកកែបហើយនឹងធ្មេញរណាគឺខ្វះអត់បានទេគឺថាជាតិណាស់ពីមុខនឹងជាក់ស្ដែងកាពេលពីដំបូងហ្នឹងខ្ញុំថាអត់ធ្វើច្រើនដល់ម្លឹងទេតែតាគាត់ថាចេះធ្វើឲ្យច្រើនទៅសំខាន់តាបើខ្ញុំក៏ប្រាប់ថាដាក់ភ្នែកកែបជាមួយនឹងធ្មេញរណាហ្នឹងទៅគាត់ចូលចិត្តនេះដល់ពេលអញ្ចឹងហើយចៅមានទុកយូរណាបងគឺដាក់មកសំណំតែម្ដងទៅពេលដែលដាក់ធ្មេញរណានេះចូលហើយគឺថាកូរឲ្យទៀតលែងកើតតែបងអញ្ចឹងហើយខ្ញុំក៏បានផ្ទេឆ្នាំងនៅពេលដែលផ្ទេឆ្នាំងហ្នឹងគឺខ្ញុំបានលួតាចេកជាមួយនឹងធ្មេញរណាហើយចេញអស់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ដល់កូរចូលទៅក្នុងឆ្នាំងដែលមានតែទឹកខ្ទិះដូងចំពោះដល់កូរគឺខ្ញុំប្រើចំនួន2កំប៉ុងគឺខ្ញុំអត់សូវប្រើស្ករច្រើនពេកទេបងអញ្ចឹងហើយគឺវាឈ្ងុយទៅលើខ្ទិះដូងជាមួយនឹងទឹកដោះគោនឹងឯងកុំភ្លេចរាល់ពេលធ្វើផ្អែមគឺតែងតែបន្ថែមអំបិលមកចិបដើម្បីឲ្យវាកាន់តែផ្អែមមកពេលដែលខ្ញុំដាក់ប៉ុណ្្នឹងហើយគឺនៅពេលដែលភ្លក់ទៅឃើញថាវាអត់ទាន់ផ្អែមល្មមទេគឺខ្ញុំបានដាក់បន្ថែមដោះគោទៀតអញ្ចឹងសរុបទៅដោះគោនេះចំនួន2កំប៉ុងគឺយើងដាក់ទាំងអស់ទៅចេក3ស្និតហើយមួយវិញទៀតបងពេលហ្នឹងគឺខ្ញុំបានបកផ្លែមៀនដែរថាដាក់ចូលដើម្បីវាប្លែកហើយឈ្ងុយហើយឆ្ងាញ់ចាស្បែងដល់ពេលថតផងត្រូវឆ្នាំងតូចទៀតរត់ចុះរត់ឡើងខ្ចីឆ្នាំងតែយាយអញ្ចឹងហើយខ្ញុំក៏ភ្លេចដាក់តែម្ដងទៅពេលដែលដាក់ឆ្នាំងធំហើយកូរវាមួយសន្ទុះបន្ទាប់មកបង្អែមរបស់យើងឡើងពុះខ្ញុំក៏បានចាក់ខ្ទិះដូងដើមចូលពេលដែលដាក់ខ្ទិះដើមចូលនិយាយពីថាឈ្ងុយពេញផ្ទះបាយតែម្ដងនេះបងបន្ទាប់ពីខ្ញុំបានធ្វើរួចរាល់គឺថាតំណងអត់បងគឺពេលដែលខ្ញុំឃើញខ្ញុំចង់តែញ៉ាំមួយចានទៀតទេប៉ុន្តែវាអស់ដោយសារតែនៅពេលដែលខ្ញុំធ្វើវីដេអូហ្នឹងតាំងពី3-4ថ្ងៃមុនហើយខ្ញុំទៅមកកាត់ផលឥឡូវអញ្ចឹងហើយកាត់វីដេអូប្រើ voice over ប្រើគឺថាលេបទាំងមាត់ក្អឺតែម្ដងពេលដែលធ្វើឲ្យភ្លាមហ្នឹងគឺខ្ញុំបានដួសវាទុកឲ្យត្រជាក់ហើយគឺថាញ៉ាំនិយាយពីថាឆ្ងាញ់ខ្លាំងមែនតើប៉ុន្តែបើសិនជាបងដែលគាត់ញ៉ាំអត់ដាក់ទឹកកកគឺថាមកល្មមឆ្ងាញ់តែម្ដងហើយបើសិនជាបងដែលគាត់ចង់បន្ថែមជាមួយនឹងទឹកកកបងត្រូវតែថែមទឹកដោះគោបន្តិចទៀតមិនចឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរចំពោះបងដែលគាត់ចូលចិត្តនិងស្រឡាញ់ខ្ញុំបងកុំភ្លេចចូលទៅ Subscribe Channel YouTube អូនម្នាក់មួយផងទៅពេលដែលឆ្អិនអញ្ចឹងគឺខ្ញុំធ្វើការដួសចាយបងដែលគាត់នៅចិត្តនឹងម្នាក់មួយចានពេលដែលឲ្យគាត់ហើយស្អែកឡើងគាត់មកប្រាប់វិញថាចេផ្អែមណាស់ឆ្ងាញ់ញ៉ាំតែម្នាក់ឯង2ចានបាត់ហើយដោយសារតែឆ្ងាញ់ពេកចុះវីដេអូក៏បានមកដល់ទីបញ្ចប់អរគុណច្រើនបាយបាយ